ម៉ោង3ភ្លឺខ្ញុំឮសំឡេងគោះទ្វារ3ដងតែពេលបើកមើលគ្មាននរណាម្នាក់ឈរនៅក្រៅទេយប់មួយខ្ញុំនៅផ្ទះម្នាក់ឯងភ្លៀងធ្លាក់ខ្លាំងហើយភ្លើងក្នុងផ្ទះភ្លឹបភ្លែតភ្លែតម៉ោងប្រហែល3ភ្លឺស្រាប់តែឮតុកតុកតុកមានសំឡេងគោះទ្វារខាងមុខដំបូងខ្ញុំគិតថាប្រហែលអ្នកជិតខាងតែពេលមើលម៉ោង3:00ទៀបភ្លឺខ្ញុំដើរយឺតទៅក្បែរទ្វារសំឡេងគោះម្ដងឮទៀតតុកតុកតុកខ្ញុំសួរថាអ្នកណាគ្មានសំឡេងឆ្លើយតបទេខ្ញុំមើលតាមរន្ធទ្វារតែគ្មានអ្នកណាត្រឹមពេលនោះស្រាប់តែទូរស័ព្ទខ្ញុំរោទិជាលេខមិនស្គាល់ពេលលើកទទួលមានតែសំឡេងខ្សឹបតិចថាកុំបើកទ្វារភ្លាមនោះសំឡេងគោះកាន់តែខ្លាំងឮតុកតុកតុកខ្ញុំភ័យខ្លាំងហើយថយក្រោយតែអ្វីដែលធ្វើឲ្យខ្ញុំត្រជាក់ខ្នងបំផុតគឺសំឡេងពីក្នុងទូរស័ព្ទនិយាយថាព្រោះវាឈរនៅក្រោយអ្នកហើយតែពេលនោះភ្លើងក្នុងផ្ទះដាច់ភ្លាមហើយខ្ញុំឮសំឡេងដកដង្ហើមត្រង់ក្រោយករបស់ខ្ញុំតែម្ដង